វេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃក្នុងយុទ្ធនាការខ្មែរជួយរកការងារនិងផ្ដល់ការងារឲ្យខ្មែរនៅក្នុងខេត្តព្រះវិហារនៅថ្ងៃទី21ខែសីហាឆ្នាំ2026ឯកឧត្តមយឹមស៊ីណនរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីផ្សព្វផ្សាយឱកាសការងារជូនពលករយុវជនយុវនារីប្រជាពលរដ្ឋស្ថិតនៅក្នុងបរិវេណសាលាស្រុកជ័យសែនខេត្តព្រះវិហារមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានថ្លែងអំណរគុណដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានចុះមកបើកវេទិកាផ្សព្វផ្សាយការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឲ្យបងប្អូនបានយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងការសិក្សាជំនាញផ្សេងក្នុងការបង្កើតមុខរបរនិងស្វែងរកការងារធ្វើប្រកបដោយភាពជឿជាក់មិនធ្លាក់ចូលក្នុងការចាញ់បោករបស់មេខ្យល់ឯកឧត្តមបានបន្ថែមថាទាំងនេះគឺជាការកិត្តគូរបស់រាជរដ្ឋាភិបាលដែលបានខិតខំស្វែងរកក៏ដូចជាតាក់ទងអ្នកវិនិយោគឲ្យមកដាក់ទុនរកស៊ីដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋរបស់យើងជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនដែលបានលះបង់និងបញ្ចប់ការសិក្សាដែលមានបំណងចង់រៀនវគ្គបណ្ដុះបណ្ដាលជាពិសេសសម្រាប់គ្រួសារដែលមានបានក្រីក្រនិងរងហានិភ័យសូមតាក់ទងនិងដាក់ពាក្យទៅកាន់វិទ្យាស្ថានបណ្ដុះបណ្ដាលនិងបច្ចេកទេសខេត្តព្រះវិហារដើម្បីចាប់យកជំនាញដែលបងប្អូនចូលចិត្តហើយស្របទៅនឹងតម្រូវការទីផ្សារការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងកំណើនសេដ្ឋកិច្ចជាតិមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមយឹមស៊ីណនបានឲ្យដឹងថាក្រសួងការងារក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលបានចុះមកធ្វើវេទិកានាថ្ងៃនេះក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍និងឱកាសការងារក្នុងស្រុកយ៉ាងសម្បូរបែបជូនដល់ពលករយុវជនយុវនារីដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ទាំងនេះក៏ដើម្បីជំរុញការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានជំនាញពិតប្រាកដណាមួយយកទៅបង្កើតមុខរបរក៏ដូចជាបម្រើការងារក្នុងក្រុមហ៊ុនឬរោងចក្រសហគ្រាសណាមួយដើម្បីទទួលបានថវិកាមកផ្គត់ផ្គង់ជីវភាពគ្រួសារនិងជៀសផុតពីភាពក្រីក្រឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានបញ្ជ្រាបនៅការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមបសសផងដែរ